យុទ្ធសាស្ត្រទីផ្សារថ្មីរបស់ក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់គេបានលើកឡើងថាបារីអេឡិចត្រូនិកជាផលិតផលគ្មានគ្រោះថ្នាក់ជាម៉ាស៊ីនផ្ដាច់បារីនិងជាផលិតផលកាត់បន្ថយហានិភ័យប៉ុន្តែកុំភ្លេចថាវានៅតែជាក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ដដែលទេគេគ្រាន់តែប្រើយុទ្ធសាស្ត្រថ្មីក្នុងការបិទបាំងមុខរបស់គេតែប៉ុណ្ណោះបារីនិងបារីអេឡិចត្រូនិកគឺជាផ្នែកមួយនៃទីផ្សារថ្មីរបស់ក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ដែលមានគោលបំណងឲ្យមហាជនជឿថាពួកគេកំពុងតែទុកដាក់ទៅលើបញ្ហាសុខភាពពួកគេបង្ហាញផលិតផលទាំងនេះថាវាជាផលិតផលជំរឿនឬក៏ជាដំណោះស្រាយសម្រាប់យុវជននៅក្នុងការផ្ដាច់បារីឬក៏ដំណោះស្រាយសម្រាប់សុខភាពអីជាដើមប៉ុន្តែជាក់ស្ដែងវាគ្រាន់តែជាចលនាទីផ្សារមួយរបស់ក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ដែលគ្រោងទុកយ៉ាងល្អក្នុងការរក្សាមនុស្សឲ្យនៅតែញៀននិងបង្កើតចំនួនថ្មីនៃអតិថិជនតែប៉ុណ្ណោះដូច្នេះអ្នកទាំងអស់គ្នាជាពិសេសយុវជនសូមកុំជាប់គាំងនៅក្នុងអន្ទាក់នេះព្រោះផលិតផលនេះនៅតែមានសារធាតុនីកូទីនធម្មតាចាំគឺមានយុទ្ធសាស្ត្រថ្មីក៏ដោយព្រមទាំងមានសារធាតុគីមីប៉ះពាល់សុខភាពជាច្រើនដែលបណ្ដាលឲ្យកើតជំងឺធ្ងន់ធ្ងរផ្សេងៗនិងស្លាប់តាម